បាទថ្ងៃនេះបងប្អូននឹងក្រុមការងារបាទគាត់មកជួយបាទកាត់ស្មៅសម្អាតស្នាក់ការកន្លែងដែលក្រុមការងាររស់នៅហើយថ្ងៃនេះបងគាត់លេងយកគ្រួសារមកឈុតធំបាទតាំងពីកូនតាំងពីប្រពន្ធតាំងពីក្មួយម្ដាយនិងលោកឪពុកបាទក៏ប៉ុន្តែវិសាពុកម្ដាយគាត់នៅខេត្តពោធិ៍សាត់គាត់មកលេងកូននៅខាងវាលវែងបាទដល់អញ្ចឹងទៅដល់ពេលឥឡូវគាត់មកកាត់ស្មៅដល់អញ្ចឹងទៅក៏ឈៀងមកលេងស្នាក់ការដើម្បីឲ្យស្គាល់ផងបាទហើយប្រុសស្អាតនេះគឺជាកូនមកគាត់កូនមានតែមួយនឹងទេបាទកូនសង្ហាបាទមើលមុខមើលលយឡើងដូចតួអញ្ចឹងមុខប៉ាស្រឡាញ់ពេញបេះដូងបាទហើយនេះម៉ាក់គាត់យកទៅវិញហើយយកទៅចេញពីហ្នឹងហើយថាឥឡូវយើងរៀបចំម៉ាស៊ីនដើម្បីត្រៀមកាត់ស្មៅហើយម៉ាស៊ីននេះម៉ាស៊ីនទើបទិញបងប្អូនកោះកេះបាទនេះថ្ងៃទៅកាត់ស្មៅហើយបងប្អូនបាទឥឡូវស្រែរួចរាល់ហើយយើងមកដាក់មកស្ពីមកស្រួលខ្លួនឯងបងប្អូនបាទដើម្បីយើងងាយធ្វើការកាត់ស្មៅដើម្បីនេះទៅតែណាយើងស្រែអត់ត្រឹមត្រូវវាពិបាកដែរឥឡូវបានប្រពន្ធយកទៅទុកដាក់បាទយកមួកយកឲ្យប្តីខ្លាច់ប្តីក្តៅបងប្អូនគេមានប្រពន្ធអញ្ចឹងណាបាទគុណសម្បត្តិអញ្ចឹងណាតើបងកម្លាំងចិត្តយកប្រពន្ធមកជួយមើលប្រពន្ធកូនបាទឥឡូវម៉ាស៊ីនយើងក៏សេរីរួចរាល់ហើយវាឆេះឡើងស្រួលហើយបាទឥឡូវបងគាត់ធ្វើការមកចាប់ផ្ដើមកាត់ស្មៅហើយបាទសេរីមករៀបបាទពេលយើងនេះបាទមើលហុយពងបាទហើយពងនឹងដោយសារតែម៉ាស៊ីនជាប្រភេទម៉ាស៊ីនសាំងលាយចឹងហុយចឹងហើយបងប្អូនសំខាន់ទេបាទហើយយកដឹងនិយាយថាមកទេឥឡូវយើងមើលពីសកម្មភាពបាទកម្មភាពបងគាត់កាត់បាទកាត់ស្មៅបាទនេះកាត់ស្មៅដើម្បីបាទតុបតែងឲ្យបាទឲ្យស្នាក់ការយើងមានប្រព័ន្ធភាពស្រស់ស្អាតបាទយ៉ាងដឹងនិយាយអីបងប្អូនអើយបាទមើលលេងមើលវីដេអូលេងគាត់កាត់ស្មៅទៅបាទហើយចង់និយាយថាខ្ញុំអត់បានកាត់ទេបានជួយកាត់ទេបាទអត់ចេះកាត់បងប្អូនអើយអត់ចេះកាត់ទេវាអត់ធ្លាប់កាត់ប៉ុន្តែក៏រៀនកាត់តិចដែរបាទរៀនកាត់តិចដែរវាអាគ្រឿងហ្នឹងដូចខ្ញុំរៀងអន់មែនបងប្អូនភ័យក៏ខ្លាចតែមានបញ្ហាបែកផ្លែបែកអីមកជួថ្នាក់អញ្ចឹងទៅខ្លាចហ្មងទៅមិនថាយើងមិនទេនិយាយថាគឺហ្មងគឺខ្លាចអត់ទៅហ៊ានមួយគ្រឿងមកគ្រឿងម៉ាស៊ីនហ្នឹងទេខ្ញុំគាត់កាត់ស្មៅខ្ញុំសុខចិត្តប្រើកំបិតបាទកំបិតទៅជួយចម្រាស់ជួយអីចាប់ជាងខែកាត់អីចឹងកាប់ឈើធំដែលម៉ាស៊ីនអាចកាត់កើតឬក៏កាប់នេះទៅជួយដែរប៉ុន្តែជួយប្រើបែបគឺកំបិតបាទហើយថ្ងៃណាតនេទៅក៏ឆ្លៀតលួចរៀនតិចដើម្បីឲ្យយើងជាមនុស្សប្រុសដែរបាទកុំឲ្យគេថាអាងតែខ្លួនឯងមិនធ្លាប់ប្រើចេះតែគេថាប្រទេសធំចេះតែបន្លំដេកអាងបងគាត់ចេះគាត់ធ្វើចឹងអត់ទេបងយើងរៀនដើម្បីជួយម្ដាយម្ជើងនេះអញ្ចឹងឲ្យឆាប់ហើយថ្ងៃក្រោយអញ្ចឹងហើយតនេនេះយើងកាត់អីហ្នឹងទៅប៉ុន្តែនេះការងារបញ្ញាទៅគាត់ក៏មិនឲ្យយើងធ្វើទេគាត់ធ្វើតាបាទ2 3នាក់បាទមានមេមានបង2នាក់ទៀតក្រុមការងារទាំងអស់យើង4នាក់បាទតែខ្ញុំវាអត់ទៅបានធ្វើបាទឥឡូវយើងនិយាយពីហ្នឹងហើយឥឡូវមកមើលកូនប្រុសគាត់ឆ្ងល់ថតវីដេអូខ្ញុំឆ្ងល់គឺមុខមិនទេឆ្ងល់បាទឥឡូវយើងមកមើលគាត់បន្តទៀតបងប្អូនពីមួយកន្លែងទៅមួយកន្លែងកាត់និយាយទៅកាត់តតស្អាតបងប្អូនបាទនិយាយទៅបាទមិនដឹងនិយាយអីទៅណាមកណាបងប្អូនអើយថាមើលគាត់កាត់ស្អាតទៅណាដឹងនិយាយអីទេហើយអរគុណបងប្អូនបានចូលរួមទស្សនាវីដេអូខ្ញុំហើយកុំធុញអីខ្ញុំអត់ចេះនិយាយទេចេះតែថតទុកអនុស្សាវរីយ៍បាទថតទុកមើលបាទបោះទៅហើយលោកបងប្អូនយើងឃើញពេញចិត្តអីជួយ like ជួយអីហ្នឹងទៅបាទនេះក៏ថតគេថ្ងៃក្រោយទៅខ្ញុំផ្លាស់ដូរកន្លែងការងារទៅណាបាត់ទៅយើងបានសល់វីដេអូសល់បាទអនុស្សាវរីយ៍ឃើញកាត់ស្មៅថាអូថ្ងៃកាត់ស្មៅនេះមកជួបជុំគ្នាល្អគ្រួសារបងផងហើយមកនិយាយគ្នាលេងអ៊ំមីងមៀពូអីគាត់មកលេងដល់ស្នាក់ការអញ្ចឹងណាបាទយើងក៏នឹងឯងបាទអនុស្សាវរីយ៍បាទបើយើងមិនបានថតបង្ហោះទេដល់ពេលយើងថ្ងៃក្រោយទៅយើងទៅបាត់ទៅយើងភ្លេចអស់យើងភ្លេចតែនេះដល់ថ្ងៃវាលើតមកវិញមួយឆ្នាំទៅវាលោតមកឲ្យដឹងថាអូនេះថ្ងៃកាត់ស្មៅថ្ងៃនេះអូខ្ញុំកាលហ្នឹងខ្ញុំនៅស្នាក់ការបាទឥឡូវយើងនិយាយយើងកាត់វីដេអូមកដល់កន្លែងដែលមានភាពស្រស់ស្អាតបាទស្មៅយើងកាត់ហើយបងប្អូនហ្នឹងស្អាតកាត់ស្អាតឆេញហ្មងមើលមកពេញចិត្តស្ដោកហ្មងបាទឥឡូវកាត់មកជំនាញទៀតដូរដៃបងដូរស្មាត់ដៃហើយនេះបាទគាត់ឈ្មោះបងសិតបាទពិសិដ្ឋបាទ
ហើយបងមុនហ្នឹងគាត់ឈ្មោះច័ន្ទវណ្ណៈបាទឈ្មោះវណ្ណៈអត់បានប្រាប់ឈ្មោះបងប្អូនបាទឥឡូវយើងមើលថ្ងៃលិចអូតំណងដល់បងប្អូនអើយស្អាតមកហើយនៅស្នាក់ការខ្ញុំស្អាតណាបាទនឹងមេខ្ញុំបាទប៉ុន្តែខ្ញុំឥឡូវទៀតដល់សកម្មភាពខ្ញុំឡើងបងមិនមែនថាអត់ជួយធ្វើគេទេបាទដើរទៅហើយស្រែនេះអូខេនោះខ្ញុំកាន់ដងកបាត់កំបិតខ្ញុំគឺស្រែតែកាប់ដើមឈើបាទកាប់ដើមណាដែលវាមិនមែនជាប្រយោជន៍ទេបងប្អូនឥឡូវតួឯងយើងស្រែកាមេរ៉ាថតវល់ចុះវល់ឡើងបងប្អូនបាទនេះល្អទៅមុខទៅកាមេរ៉ាទេបងប្អូនអើយតាមពិតគ្មានបានជួយធ្វើអីទេបាទអញ្ចឹងអរគុណបងប្អូនអរគុណមែនតើដែលបានចូលរួមទស្សនាវីដេអូខ្ញុំហើយកុំភ្លេចចុចមួយដៃហើយជួយចុច Subscribe ខ្ញុំម្នាក់មួយបងប្អូនបាទនេះខ្ញុំចេះតែនេះថតលេងដើម្បីឲ្យបងប្អូនបានស្គាល់ពីទីតាំងកន្លែងដែលខ្ញុំរស់នៅកន្លែងធ្វើការបងប្អូនអរគុណបាយបាយជម្រាបលា